អូខេនៅក្នុងមេរៀនមួយនេះខ្ញុំនឹងបង្ហាញអំពីការបង្កើតតារាងបង្កើតតារាងនៅក្នុង website គេហៅថាបើនិយាយងាយគឺការបង្កើត table អញ្ចឹងដើម្បីបង្កើត table ខ្ញុំអត់ចង់ឲ្យយល់ថាអឺខ្ញុំមានវិធីមួយក្នុងការបង្កើត table ឲ្យមានភាពងាយស្រួលសម្រាប់អ្នកដែលចេះតិចតួចឬក៏ចេះតិចតិចគឺយើងអាចចូលទៅកាន់ table online HTML អញ្ចឹងយើងចូលទៅកាន់បែបណាគឺយើងចូលទៅកាន់ website ដាក់ថានេះ website website នេះមានឈ្មោះថា table ដល់មកចុចលើ app នេះ website នេះមានឈ្មោះថា table generator ណាតោះមកយើងចុចលើពី HTML ចុចលើ HTML មកចឹងយើងទាំងអស់គ្នានេះគឺជាតារាងមួយចឹងខ្ញុំលើកឧទាហរណ៍លំហាត់មួយដែលយើងចង់បង្ហាញពីរបៀបធ្វើមួយទៅដល់យើងរបៀបបង្កើតតារាងយ៉ាងម៉េចដើម្បីដាក់នៅលើ website អញ្ចឹងយើងរាប់មើលមានប្រហែល1 2នេះអានេះហៅ1 2 3 4 5 6ដល់ពេលអញ្ចឹងវា6អានេះហៅថាជួរដេកហ្នឹង row ណាចំពោះជួរដេកបែបនេះហ្នឹងហៅជួរដេកនេះយើងហៅថា row ចំណែកអានេះហៅថាជួរឈរនេះហៅថា column អញ្ចឹង column យើងត្រូវការប្រហែល1 2 3 4 5 6ដូចគ្នាអញ្ចឹងជួរដេកមាន6ជួរ row មាន6ដែរអញ្ចឹងយើងអាចចូលទៅកាន់ table ណា set size 1 2ហើយមានលេខ2នៅខាងក្រោមនេះហ៎បាទ1 2 3 4 5 6អញ្ចឹងយើងចុះ6ដែរអញ្ចឹង3 4 5 6តោះមកយើងបាន column ជួរនេះ6ជួរខាងក្រោមនេះ6អញ្ចឹងយកមកដើម្បីធ្វើអីបាទឥឡូវខ្ញុំសរសេរតាមយើងដែលយើងបានឲ្យខ្ញុំប៉ុកនេះខ្ញុំបរៀនតាមហ្នឹងអានេះយើងសេប៉ុកអញ្ចឹងណាបាទយើងទៅប៉ុកខ្ញុំក៏ copy ចេញថៃដែរមិនមែនថាគាត់ជើ copy នេះទេណាអូខេអញ្ចឹងខ្ញុំសរសេរមកទៀតប៉ុកប៉ុក A1 ខ្ញុំមិនដឹងថាអានេះប៉ុក A អានេះយើងដាក់និយាយរួម A1 អូខេលេខ2ខ្ទង់បាទនេះខ្ញុំធ្វើតែ1តែខ្ញុំ copy ណាលេខ2ខ្ទង់បាទបន្តមកលេខ2ខ្ទង់មានលេខ08បាទខ្ញុំបង្កើត table ឲ្យយើងមើលអូខេលេខ3ខ្ទង់អូខេអញ្ចឹងខ្ញុំវាយអានេះលេខ3ខ្ទង់លេខ3ខ្ទង់ចឹងលេខ3ខ្ទង់នេះគឺមានលេខ480បាទអញ្ចឹងខ្ញុំឧទាហរណ៍ថាអានេះគឺយើងដូរទទួលលេខទេអញ្ចឹងយើងអាច select លើវាមួយជួរហ្នឹងមកបាទ copy ហើយចុះក្រោមចេះមកផាសឃើញទេយើង select ឲ្យចេញពណ៌លឿងចឹងមកផាសនេះពណ៌លឿងផាសនេះពណ៌លឿងផាសតោះមកយើងដូរតែតួលេខមកបានហើយចំណែកអានេះលើសចឹងខ្ញុំចុច delete ចោលនេះខ្ញុំចុចពាក្យថាremove row នឹងចោលឃើញទេបន្ទាប់undo មកវិញប្រកបតបានទីហើយសាមហ្នឹងខាតពេលរហូតអានេះយើងប្រយ័ត្នតិចណាអញ្ចឹងវាអត់ដល់ទេអានេះតែ4ហើយនឹង6ទេណាអញ្ចឹងtable size 1 2 3 4 5 6អញ្ចឹងទៅបាទចឹងណាខ្ញុំឧទាហរណ៍បាទអានេះខ្ញុំគ្រាន់តែឧទាហរណ៍ទេអញ្ចឹងបើសិនជាយើងចង់ឲ្យអក្សរនេះអក្សរមួយជួរនេះដិតមានន័យថា bold យើងចុចលើ bold មកមួយជួរនេះយើងចង់ឲ្យវាមាន straight ទៅណាមួយជួរនេះយើងចង់ឲ្យវាមានបន្ទាត់យើងដាក់បន្ទាត់ទៅបន្ទាប់មកយើងចុចលើពាក្យថា generate ណា generate យើងអត់យក CS ទេដាក់ text ឡើងនេះមួយផងអញ្ចឹងយើង generate មកគេយើងយក table បន្ទាប់មកយើងបានតារាងណាយើង copy code យើង copy នៅកន្លែង Q នេះបាទ copy ហើយយើងចូលទៅកាន់ blocker របស់យើងចូលទៅកាន់ blocker របស់យើងនេះមកបាទនេះដូចថាយើងផុសអានេះខ្ញុំបើក new ផុសឲ្យវា
table បង្កើតតារាងណាអញ្ចឹងយើងថានេះលទ្ធផលអីចឹងទៅលទ្ធផលថ្ងៃនេះចឹងទៅណាតោះមកខ្ញុំចង់ឲ្យវាអក្សរធំបន្តិចបាទហើយនៅកណ្ដាលតោះមកលទ្ធផលថ្ងៃនេះអូខេអញ្ចឹងដើម្បីដាក់តារាងយើងអាចផាសនៅកន្លែងនេះទេឃើញទេអាចផាសនៅកន្លែង wheel ចឹងទេអញ្ចឹងយើងយកមកយើងមកចុចត្រង់កន្លែងនេះបាទកន្លែងហៅ append នេះយើងយកពាក្យថា HTML view យើងចុចនៅត្រង់នេះមួយទៀតបាទដើម្បីឲ្យវាបង្ហាញខ្លីជាងនេះស្រួលយើងមកនេះលទ្ធផលយកអត់នេះណាយើងមក enter នៅខាងក្រោមនេះដាក់នៅចំណុចចុងក្រោយគេបង្អស់នេះមកយើង enter មួយតមកយើងផាសនេះផាសហើយតារាងនឹងចូលណាបាទនេះមានអានេះពីមិញទំកោតនឹងទំនេះអញ្ចឹងយើងផាសហើយយើងកំប៉ះពាល់គាត់ណាយើងអត់ទៅនេះchứយើងត្រឡប់ដូចខ្ញុំប្រាប់ហ្នឹងធ្វើតែតាមខ្ញុំប្រាប់ប៉ុណ្ណឹងតិចសិនហ្នឹងតោះមកយើងចុចនៅកន្លែង tray នេះអាសញ្ញារៀងដូចទៅគៀបជុំវិញនេះចុចកន្លែងនេះមកយកពាក្យថា compose view វិញតោះមកវាចេញចេះគឺយើងអត់តន់ប៉ះគាត់ដែរណាអានេះបើយើងចង់ដក clear យើងអាចដក clear បានតែមុននឹងយើងចង់ដក clear យើងត្រូវនេះដាក់ cursor ឲ្យចំអក្សរដាក់នៅក្នុងនេះយកល្អដាក់នៅខាងចុងហ្នឹងឲ្យស្អិតហើយ enter មួយមកបន្ទាប់មកយើងចុច public នេះ public អញ្ចឹងយើងមើលលទ្ធផលរបស់យើងដល់យើងចុចលើ link នេះ link view មកបាទឃើញទេនេះលទ្ធផលការបង្កើតតារាងនេះឃើញវាមានតារាងប៉ុស 1A មានអីយ៉ាងស្រស់ស្អាត